វិសុបងប្អូនអ្នកគ្នានឹងឲ្យសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំសាជាថ្មីណាសម្រាប់ថ្ងៃនេះដែរខ្ញុំចង់មកបង្ហាញបងប្អូនអ្នកគ្នានៅរបៀបដូរលុយsmart បងប្អូនអ្នកគ្នាណាសម្រាប់ការដូរលុយ smart គឺវាមានច្រើនណាបងប្អូនអ្នកគ្នាមាន$1 $1 កន្លះ$2ហើយនឹង$4និង$10អញ្ចឹងទៅបងប្អូនអ្នកគ្នាគឺមានច្រើនអញ្ចឹងថ្ងៃនេះខ្ញុំរើសយកវិធីដូរលុយ smart $1.50 ដើម្បីមកបង្ហាញបងប្អូនអ្នកគ្នាហ្នឹងឯងព្រោះថាគេនិយមប្រើ$1.50ឬមួយក៏កាត6000ហ្នឹងបងប្អូនអ្នកគ្នាណាសម្រាប់កាត6000គឺយើងមានវិធីសាស្ត្រក្នុងការដូរដើម្បីឲ្យដូចថាពេលដែលយើងបញ្ចូលលើក្រោយទៅកុំឲ្យយើងពិបាកដូរម្ដងទៀតគ្រាន់តែយើងបញ្ចូលកាតហើយខាងក្រុមហ៊ុនគេនឹងដូរលុយឲ្យយើងអូតូតែម្ដងអញ្ចឹងខ្ញុំសូមហៅវិធីហ្នឹងហៅថាវិធីសាស្ត្រដូរលុយ smart $1 កន្លះអូតូអញ្ចឹងទៅបងប្អូនអរគុណដើម្បីឲ្យយើងបញ្ចូលលើក្រោយទៅកុំឲ្យយើងពិបាកដូរម្ដងទៀតពេលដែលយើងបញ្ចូលលុយទៅគឺខាងក្រុមហ៊ុនគេដូរឲ្យយើងអូតូតែម្ដងហ្នឹងហើយអត្ថប្រយោជន៍ដែលបងប្អូនអរគុណទទួលបានហ្នឹងគឺ15 GB បងប្អូនអរគុណណាសម្រាប់សុពលភាពគឺមួយសប្តាហ៍បងប្អូនអរគុណហ្នឹងហើយអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរខ្ញុំក៏បង្ហាញបងប្អូនអរគុណនៅវិធីសាស្ត្រក្នុងការដូរតែម្ដងហ្នឹងហើយបងប្អូនអរគុណរបៀបនៃការដូរក៏គ្រាន់តែយើងចុចផ្កាយ17 10កត់ហើយយើងចុចផ្កាយ150ហើយផ្កាយលេខ1ត្រង់ជ្រូកបងប្អូនអរគុណណាគឺផ្កាយ17ដល់17 10កត់ផ្កាយ15 0ផ្កាយលេខ1ត្រង់ជ្រូកបញ្ជូនបងប្អូនអរគុណណាពេលដែលបងប្អូនអរគុណចុចបែបហ្នឹងហើយបងប្អូនអរគុណបញ្ជូនទៅពេលដែលបងប្អូនអរគុណបញ្ជូនហើយណាពេលដែលបងប្អូនអរគុណបញ្ជូនហើយខាងក្រុមហ៊ុនគេនឹងតម្លាក់សារយើងមួយខាងលើណាបងប្អូនអរគុណអញ្ចឹងបងប្អូនអរគុណអាចមើលសារហ្នឹងថាតើយើងដូរលុយបានហើយឬនៅហើយបើម្យ៉ាងទៀតគឺយើងអាចឆែកមើលលុយបងប្អូនអរគុណណាយើងឆែកមើលលុយគឺយើងចុចផ្កាយ12 01ត្រង់ជ្រូកបញ្ជូនពេលដែលយើងបញ្ជូនណាបងប្អូនអរគុណក៏ប៉ុន្តែសម្រាប់ខ្ញុំបញ្ជូននេះគឺប្រព័ន្ធផ្សេងទេនេះបងប្អូនអរគុណពេលដែលយើងបញ្ជូនទៅនេះខាងក្រុមហ៊ុនគេនឹងលោតទាំងឲ្យមួយបែបហ្នឹងបើសិនជាក្នុងករណីដែលបងប្អូនអរគុណឃើញលុយកន្លែងហ្នឹងឃើញ$0អញ្ចឹងណាអញ្ចឹងបានន័យថាបងប្អូនអរគុណអាចដូរលុយនឹងបានហើយក៏ប៉ុន្តែបើសិនជាក្នុងករណីឃើញ$1.50ដដែលទេអញ្ចឹងបងប្អូនអរគុណអាចចុចដូរម្ដងទៀតមកហើយពេលដែលយើងចុចអូខេអញ្ចឹងខាងក្រុមហ៊ុនគេនឹងតម្លាក់សារយើងមួយទៀតណាបងប្អូនអរគុណឥឡូវយើងចាំបន្តិចថាតើចាំមើលគេតម្លាក់សារយើងអត់ហ្នឹងហើយឥឡូវយើងឆែកមើលលុយហើយឥឡូវយើងចាំបន្តិចមកអត់ឃើញផ្ញើសារមកឲ្យអាហ្នឹងជាទូទៅពេលដែលវាលោតបែបហ្នឹងហើយក៏វានៅមានសារមកមួយថងទៀតដែរបងប្អូនអរគុណណាហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូមួយហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគុណបើសិនជាបងប្អូនអរគុណមិនយល់ថងចំណុចណាអាច comment នៅខាងក្រោមវីដេអូរបស់ខ្ញុំបានហ្នឹងហើយអរគុណច្រើនសម្រាប់ការតាមដានវីដេអូមួយហ្នឹងតាំងពីដើមរហូតដល់ចប់